ទីហ៊ានសៀមបន្តធ្វើសកម្មភាពឥតឈប់ឈរដាក់ពង្រាយលែនឋានបច្ចេកវិទ្យាកម្រិតខ្ពស់នៅក្នុងសង្គ្រាមឈ្លានពានរបស់សៀមចំនួន2លើកចន្លោះពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដានិងចន្លោះពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025ថ្វីបើកម្ពុជាថៃបានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ដើម្បីបញ្ចប់នូវការវាយប្រហារប្រយុទ្ធគ្នាដ៏សាហាវយ៉ាងណាក្តីតែទាហានសៀមនៅតែបន្តសកម្មភាពឈ្លានពានឥតឈប់ដោយបានដើររាយបន្លាលួសមកលើបូរណភាពទឹកដីរបស់កម្ពុជានិងបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ព្រំដែនខណៈឥឡូវទីហ៊ានឈ្លានពានកំពុងតែដាក់ពង្រាយលែនឋានស្វ័យប្រវត្តិមានបច្ចេកវិទ្យាកម្រិតខ្ពស់មានភាពធន់និងការបំផ្ទុះដោយគ្រាប់ទំនើបសារព័ត៌មានជាភាសាអង់គ្លេសរបស់ថៃ Khawsod បានចេញផ្សាយកាលពីថ្ងៃច័ន្ទទី5ខែមករាឆ្នាំ2026ថាកងទ័ពភូមិន្ទថៃបានប្រកាសកាលពីថ្ងៃច័ន្ទថាការដាក់ពង្រាយលែនឋានពិសេសធ្វើពីបេតុង UHPC ដើម្បីបង្កើនសុវត្ថិភាពដល់កងទ័ពដែលឈរជើងនៅតាមព្រំដែនរវាងកម្ពុជាថៃដែលនៅតែមានភាពតានតឹងជាមួយគ្នាការបដិផ្ដើមគំនិតធ្វើលែនឋានស្វ័យប្រវត្តិបែបនេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងបញ្ជាការដ្ឋានអភិវឌ្ឍកងទ័ពរាជបណ្ឌិតសភាកងទ័ពអាកាសភូមិន្ទថៃសាកលវិទ្យាល័យ Mahidol និងក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនផលិតស៊ីម៉ង់ដ៏ធំបំផុតរបស់ប្រទេសថៃផែនការនេះបានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដោយមូលនិធិ Ha Thai Thip ដែលជាគំនិតផ្ដួចផ្ដើមរបស់រាជវង្សដែលបានបង្កើតឡើងសម្រាប់គាំទ្រដល់សន្តិសុខនៅតាមព្រំដែននិងការពារទាហានជួរមុខលែនដ្ឋានឬត្រង់សេថ្មី UHPC នេះត្រូវបានរចនាឡើងដើម្បីផ្ដល់នូវការការពារយ៉ាងល្អប្រសើរប្រឆាំងនឹងការគំរាមកំហែងពីអាវុធទំនើបនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់បច្ចេកវិទ្យាលែនឋានបេតុងកម្រិតខ្ពស់នេះផ្ដល់នូវភាពធន់ខ្លាំងហើយធន់នឹងការបំផ្ទុះជាពិសេសមានគោលបំណងកាត់បន្ថយនូវការបាត់បង់ជីវិតក្នុងចំណោមទាហានរបស់ខ្លួនក្រុមមេទ័ពកំពូលរបស់សៀមបានពណ៌នានៅការដាក់ពង្រាយត្រង់សេដ៏ទំនើបនេះថាជាវិធានការសន្តិសុខសកម្មក្នុងគោលបំណងកាត់បន្ថយហានិភ័យនៅក្នុងតំបន់ព្រំដែនដែលត្រូវបានមើលឃើញពីអស្ថិរភាពនាពេលកន្លងទៅថ្មីនេះរចនាសម្ព័ន្ធដែលមានប្រសិទ្ធភាពខ្ពស់កំពុងតែត្រូវបានផ្ដល់អាទិភាពសម្រាប់អង្គភាពកងទ័ពនៅសមរភូមិជួរមុខដែលមានភារកិច្ចរក្សាសន្តិភាពនិងសណ្ដាប់ធ្នាប់នៅតាមបណ្ដោយព្រំដែន។